តាជាហៅសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូទី8នៃការចែករំលែកទាក់ទងទៅនឹងមេរៀនបន្ទាប់បន្ទាប់ពីយើងបានចប់នៃមេរៀនមូលដ្ឋានគ្រឹះនៃភាសាចិនអញ្ចឹងពេលដែលយើងចប់ពីមេរៀនមូលដ្ឋានគ្រឹះនៃភាសាចិនរួចអញ្ចឹងបន្តទៀតយើងនឹងសិក្សាមេរៀនថ្មីមួយទៀតដែលបន្តពីនឹងគឺទាក់ទងទៅនឹងពាក្យបាទអញ្ចឹងអ្នកដែលមកថ្មីមិនទាន់បានសិក្សាពីមូលដ្ឋានគ្រឹះមកទេបាទសូមទៅរៀន7វីដេអូហ្នឹងនឹងជាមុនសិនបាទទើបយើងអាចរៀនទៅមុខតទៀតបានបាទអញ្ចឹងអ្នកដែលបានរៀនចប់7វីដេអូនេះហើយបាទឥឡូវយើងតាមដានជាមួយខ្ញុំបាទទាំងអស់គ្នានេះគឺជាវីដេអូទី8ផងដែរបាទអញ្ចឹងថ្ងៃហ្នឹងយើងរៀនពាក្យតែម្ដងបាទដែលពាក្យរបស់យើងជាពាក្យថ្មីហើយពាក្យថ្មីចិនយើងហៅថាសឹងសឺបាទយើងអានអញ្ចឹងសឹងសឺបាទពាក្យថ្មីបាទសឹងសឺបាទពាក្យថ្មីចឹងពាក្យទី1របស់យើងគេហៅថាจั่วเปียนឬមួយក៏จั่วមៀនបាទសូមម្ដងទៀតจั่วเปียนឬមួយក៏จั่วមៀនបាទបកប្រែមកថាខាងឆ្វេងបាទអញ្ចឹងពាក្យទី2យោបាទយោเปียนឬមួយក៏យោមៀនបាទបកប្រែមកថាខាងស្ដាំបាទអញ្ចឹងពាក្យទី3上边ឬមួយក៏上面បកប្រែមកថាខាងលើអញ្ចឹងក្នុងដែលខ្ញុំដាក់សញ្ញានេះហ្នឹងបានន័យថាអញ្ចឹងពាក្យថាខាងលើហ្នឹងយើងអាចហៅថា上边ហ្នឹងក៏បានឬមួយក៏យើងហៅថា上面ហ្នឹងក៏បានដែរអត្ថន័យដូចគ្នាទេបាទឆ្លើយមួយណាយើងហៅមួយនោះចុះអញ្ចឹងបន្តទៀតពាក្យទី4គឺ下边ឬមួយក៏下面បកប្រែមកថាខាងក្រោមបាទឥឡូវយើងតមកពាក្យទី5របស់យើងបន្តទៀតបាទពាក្យទី5បាទឈៀនពៀនឬមួយក៏ឈៀនមៀនបកប្រែមកទល់មុខបាទអញ្ចឹងពាក្យទី6បាទហូពៀនឬមួយក៏ហូមៀនបកប្រែមកថាខាងក្រោយបាទអញ្ចឹងពាក្យទី7វាយបាទវាយសំឡេងទី4វាយពៀនសំឡេងទី1បាទអស់ស្មើអញ្ចឹងបាទវាយពៀនឬមួយក៏វាយមៀនបាទពេលនេះយើងបកមកថាខាងក្រៅបាទអញ្ចឹងពាក្យទី8យើងអានថាលីពៀនឬមួយក៏លីមៀនបកប្រែមកថាខាងក្នុងបាទអញ្ចឹងវីដេអូយើងក៏បានមកដល់ទីបញ្ចប់ហើយអរគុណច្រើនអ្នកនរគ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នាជាមួយខ្ញុំបាទនៅវីដេអូក្រោយទៀតបាយបាយចៃជៀន